Startup Stories in association with Olook.in. សូមឲ្យខ្ញុំប្រាប់អ្នកបន្តិចអំពីដំណើររបស់ខ្ញុំពីឥណ្ឌាទៅកាន់ Silicon Valley កាលពី22ឆ្នាំមុនជាមួយការចម្រើនវ័យនៅឥណ្ឌាដូចអ្នកទាំងអស់គ្នាដែរខ្ញុំមានទូរស័ព្ទដំបូងនៅអាយុ12ឆ្នាំនោះគឺជាទូរស័ព្ទបង្វិលលេខដូចនេះវាមិនអាចថត selfie បានទេប៉ុន្តែខ្ញុំចូលចិត្តទូរស័ព្ទទៅរកមិត្តភក្តិខ្ញុំលេងជាមួយវាហើយពេលខ្លះក៏ទុកវាចោលដែរទូរស័ព្ទនោះបានទាញចំណាប់អារម្មណ៍របស់ខ្ញុំទៅរកបច្ចេកវិទ្យាខ្ញុំនៅចាំបានថានៅក្នុងផ្ទះប៉ាម៉ាក់ខ្ញុំនៅឯជេណៃខ្ញុំបានអានអំពីការបង្កើតត្រង់ C-Store នៅក្នុង Abale ជាការពិតការបង្កើតថ្មីដំបូងនោះបានជួយឲ្យយើងរកឃើញនៅអ្វីដែលហៅថា Silicon Valley និងឈានទៅដល់ការបង្កើតក្រុមហ៊ុន Facile Semiconductor និង Intel និង Computer និង Software ទាំងឡាយដែលពួកយើងមានប្រើនៅពេលនេះអ្នកអាចគូបន្ទាត់បានត្រង់បន្ទាប់ពីការបង្កើតនៅបច្ចេកវិទ្យាដែលធ្វើឲ្យ Twitter របស់អ្នក WeChat របស់អ្នកអាចផ្ញើសារចេញបាននាពេលបច្ចុប្បន្នសិនតែគ្រប់ពេលកាលពីខ្ញុំនៅក្មេងមនុស្សមួយចំនួនបាននិយាយថាម្នាក់នេះមិនបានចូលមហាវិទ្យាល័យទេឬក៏អីចេះអីចោះហើយនេះគឺជាចុងបញ្ចប់នៃផ្លូវរបស់វាជីវិតពិតជាខុសគ្នាពីការគិតនោះណាស់អញ្ចឹងហើយខ្ញុំក៏បានគិតថាអ្វីដែលសំខាន់នោះគឺរក្សាក្តីសង្ឃឹមរក្សាក្តីស្រមៃនិងព្យាយាមធ្វើវាឲ្យតតែបានខ្ញុំគិតថាជីវិតបែបណានោះគឺអាស្រ័យទៅលើរូបអ្នកវាមិនអាស្រ័យទៅលើអ្វីដែលកើតឡើងនៅខាងក្រៅខ្លួនអ្នកនោះទេហើយខ្ញុំគិតថាជាការសំខាន់ណាស់ដែលត្រូវទុកវានៅក្នុងចិត្តនិងសម្លឹងមើលវាក្នុងរយៈពេលវែងខ្ញុំនៅតែចងចាំជានិច្ចនៅជីវិតក្មេងវ័យរបស់ខ្ញុំគឺការលោតលេងលើរថភ្លើងនៅឯជេណៃនឹងត្រូវចំណាយពេល24ម៉ោងពីផ្ទះខ្ញុំទៅសាលារៀននៅឯ IIT ខារ៉ាពូដែលនោះហើយគឺជាឱកាសនៃការផ្លាស់ប្ដូរជីវិតរបស់ខ្ញុំអ្នកចង់ឡើងឲ្យបានខ្ពស់ក្នុងខណៈដែលអ្នកបានដួលជាច្រើនខ្ញុំគិតថានោះគឺជាផ្នែកមួយនៃដំណើរធម្មជាតិតាមការពិតឡារីធ្លាប់បាននិយាយថាបើសិនជាយើងធ្វើការជាមួយភាពលំបាកអ្នកនឹងមានឱកាសកាន់តែអស្ចារ្យព្រោះមិនមានអ្នកណាមកប្រកួតជាមួយអ្នកទេអ្នកខ្លះមិនធ្វើទេព្រោះតែវាពិបាកហើយនៅពេលដែលអ្នកដួលអ្នកនឹងបញ្ចប់វាជាមួយអ្វីមួយដែលអស្ចារ្យខ្ញុំគិតថាការធ្វើការនៅក្នុងពិភពពិតជាក់ស្ដែងនេះវត្តជីវិតពិតជាមានសារៈសំខាន់ណាស់ខ្ញុំអាចនិយាយដូចនេះវាសំខាន់ណាស់ក្នុងការព្យាយាមរបស់ផ្សេងនិងទទួលយកហានិភ័យខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាថាឲ្យមានការព្យាយាមបន្ថែមទៀតដើរតាមផ្លូវដែលបានគូសវាសនៅក្នុងអាជីពរបស់អ្នកការចូលទៅក្នុងស្ថាប័នមួយដែលអស្ចារ្យមិនធានាបាននូវភាពជោគជ័យរបស់អ្នកឡើយវាមានប្រយោជន៍ច្រើនណាស់ប៉ុន្តែវាមិនធានាបាននូវភាពជោគជ័យឡើយហើយខ្ញុំក៏គិតដែរថាការរក្សានូវទស្សនៈទានជីវិតគឺពិតជាមានសារៈសំខាន់ណាស់ជីវិតគឺជាផ្លូវដ៏វែងឆ្ងាយដូចនេះហើយទើបអ្នកចង់ដើរក្នុងល្បឿនមួយដ៏ត្រឹមត្រូវនិងរីករាយនៅអ្វីដែលកំពុងធ្វើខ្ញុំដឹងអំពីទំហំនៃការពិបាកក្នុងការធ្វើការដើម្បីលួងចិត្តខ្លួនឯងដើម្បីសម្រេចនូវក្តីស្រមៃក្នុងការបើកអាជីវកម្មមួយចំណាយពេលច្រើនពេលវេលាដែលនៅឆ្ងាយពីគ្រួសារគំនិតផ្សេងៗដែលអ្នកដឹងគឺពិតជាអស្ចារ្យណាស់ដោយអ្នកគ្រាន់តែមើលមិនទាន់ឃើញប៉ុណ្ណោះខ្ញុំចាំបានថាធ្លាប់បានអានអំពីរឿងនេះនិងបានគិតថាគំនិតគឺពិតជាសំខាន់វាមិនអាស្រ័យលើថាតើអ្នកមកពីណាឬមានប្រវត្តិយ៉ាងណានោះទេគំនិតបដិវត្តមួយការច្នៃប្រឌិតដ៏អស្ចារ្យមួយអាចជំរុញសហគ្រិនដទៃទៀតឲ្យធ្វើបដិវត្តឧស្សាហកម្មនានាតាមរបៀបដែលអ្នកមិនអាចស្មានដល់បាន